bà chấm ở đây cái này chú xin à trong dân first pick dân bạn chú xin này kìa bây giờ tha phải chơi lục ru này kìa năng lục ru bọc có kết tha hero chú xin ấy mình trâm ta chia bảo phép hero năng mệt te nó té cứ chia hero xỉn nature rồi bỏ midland rồi bỏ miền mẹ mà bà mình có thua ban ló đó mình lọ bà cả bật cloud mùi này cứ lọ cái lưu Freya Baxia Fredrin Kali ấy Kali bên này nè sorry Baxia Freya first pick Freya đấy cái sao còn lọt chẳng mẹ cloud first pick thiệt té cloud first pick cái mình cái sao Fred Fred first pick Fred first pick bà cái gió cho cloud បាទសម្រាប់ច័ន្ទណាវ៉ាន់ បាទ យើងរូបភាពយើងសម័យមើលទស្សនិកជនភ័យប៉ុណ្ណឹងអ្នកមើលនេះភ័យប៉ុណ្ណឹងចុះមកបណ្ណាព្យាបាលអត់ទេអាណាព្យាបាលអូមិនដឹងភ័យមែនអូលោកពូអ្នកមីងបុកពោះសឹបសឹបហ្នឹងបុកពោះសឹបសឹបបាទហើយហ្នឹងហើយពួកគាត់ឥឡូវគាត់សិតតែចេះមើលការប្រកួតដែរដោយសារគាត់តាមដានច្រើនអញ្ចឹងគាត់ដឹងពីការប្រកួតបាទអញ្ចឹងឥឡូវគេ pick slot យើងសល់ច្រើនសល់ការីសល់ម៉ូស្កូបាទយើងអាចដកមកលេងបានHarrodបាត់ឆឹងមកហើយបាត់ឆឹងដែរម្ដងបាទចឹងភ្លាមមានការ pick ទៅលើ Elise មកវិញយកតែម្ដងបាទពីក្រុម Myanmar បាទចាំមើលការីអាចនឹងចេញដែរទេពីក្រុមកម្ពុជារបស់យើងព្រោះថាបើសិនជាយើងយក Golan ផ្សេងក្រៅពីការីមកស្កៅក៏លេងបានព្រោះបច្ចុប្បន្នយើងត្រូវការ hero ណាដើម្បី Ellie ដែរ Ellie ធំនៅក្នុង team fight មែនតើគេចាប់ផ្ដើមannoy បាទទៅលើ Fred យើងដែរបើសិនជាយើងលេង hero melee ច្រើន hero ដែល team fight CC ច្រើនរៀងពិបាកលេងមក Ellie បាទរៀងពិបាកលេងមក Ellie ចុះ Ellie ចេញ slot ហ្នឹងយកមក Yes double pick យកមកយ៉ា experience ឡើងយើងសល់អីវាយ Ellie Freya ក៏បាក់វាយណាបាទតិច Ellie Jungler យេអាចបាទណាបាទអាចអូយូសងទៀតសង Freya តែគេអត់មានឱកាស pick Freya ទេហ្នឹងហើយបើសិនជាចង់ pick Freya ទៀតលុះត្រាតែ Ellie Jungler យ៉ាបាទតែ Ellie Jungler រៀងពិបាក farm តន Fred យើងហីយឺតណាបាទបើលេង style ដែលគាត់លេងកវិនវាមិនដែលលួចជាមួយនឹង creep របស់យើងយក Elise មកចប់ហ្មងខូច floor អស់ហ្មងហ្នឹងហើយចង់ចំណេញតែកែត្រាស់ដួលហើយ Midland គួរតែ pick ឲ្យហើយបើមិនចឹងទេអាចអត់មាន Midland លេងអូ Midland ល្អណាសម្រាប់គេមានម៉ែ Midland ល្អយេ copy យូសង copy god បានអូខេ good slot នេះបើអត់ pick យើងបែនអូ at last យេអត់ pick យើងបែនចោលពួក hero របស់យើងសិតអត់មានណាគេមាន design យក purify ដូចយូសងត្រូវយក petrify god ត្រូវយក flicker ដើម្បីកិច្ចពី clot កិច្ចពី Elise បាទសំខាន់ប្រភេទ hero គេ3ហ្នឹងគេសិតតែចូលដល់ backline ទាំងអស់ទៀតបាទអញ្ចឹងវគ្គនេះរៀងពិបាកលេងជាងគេគឺមករាហ្នឹងហើយច័ន្ទមករាទៀតហើយបាទមករាមានអារម្មណ៍ថាគៀបគាត់ណាយេបាទគេញុកគាត់ខ្លាំងពេកតាំងវគ្គមិញកលូលើករហូតនិយាយទៅកលូលើករហូតវគ្គនេះអាចអត់បើសិនជាយើងលេង Ranger ហើយ Snowball ដើមម៉ោងយកមកអាហ្នឹងបាក់វិញវាបាត់ផ្លូវខ្លួនឯងមាន50 មានតែមួយផ្លូវហ្នឹងបើ Snowball ទៅបើត្រូវទៅហ្មងតែបើអត់ត្រូវគេគ្រប់តែឥឡូវមានអីបើសិនជាវគ្គនេះក្រៅពីការីលេងសម័យអត់ចេញទេការីលេងបានជាប់ក៏គាត់ឈរវាយដែរហ្នឹងហើយការីលេងបានអាចបើគេបិទហើយប្រាប់តែគេបិទអីនៅការីលេងបានសោកូឡានគេទៀតកូឡានបើHarrodដឹងពិបាកវាយHarrodអត់สู้ទេវគ្គនេះខ្ញុំគាត់ថាបើសិនជាចង់លេង secure ចង់មកមានមកស្កៅអាច balance បានបើចង់មកណាតែបើសិនជាយើងចង់លេងគៀប early ដើមម៉ោងទៅយកហ្មងមាន Ranger ហ្នឹងហើយអូយើងបាត់ថាសាណោះបាត់ឲ្យគេ damage ណាដល់គាត់ចាបាត់ balance ដែរ balance បាត់ឆា balance យ៉ាមិនទេHarrod មួយទៀតអាចអត់បិទ balance ទេបើសិនជាបិទអាចបិទ YVE មើលទៅបិទ Eve អញ្ចឹងមិនបិទ Eve មួយ balance មិនដែរតែតិចគេចេញមួយទៀតជឿធានហើយដល់គេស stand AOE ហ្នឹងហើយចឹងមិននិយាយចឹងម៉ាំងក៏ stand ជឿធានមួយទៀតធ្ងន់ up យកមកអាហ្នឹងពីកម្បោរបស់គេដាក់មកកម្បោគេផាត់សមមកកម្បោទៀត Freya ណាខ្លាច Ellie Jungler មែន secure បាទខ្លាច Ellie Jungler ហើយយើងដឹងដែរហ្នឹងបាទហើយការគិតបាទគ្រប់ការសម្រេចចិត្តរបស់លោកគ្រូគាត់ថ្មីស្រាប់គេលោកគ្រូគាត់
សិក្សាស្វែងយល់គាត់ថាដល់ Ellis ចឹងឥឡូវ យើងបាក់សម្រាប់ពួកគាត់ដែរណាអាប់ដេតមិនមិញអានឹងប្រកួតដែរបាទអញ្ចឹងយើងប្រហែលសម្រាប់ពួកគាត់ដែរបាទដល់ប្រភេទបន្តិចទៀតនៅពេលដែលគេភិកទី4បាទគេអាចចេញចាំងលើហើយអត់សល់កវិនវាមួយអេតឡាគាត់នៅតែខំបូបានណៃកើSelena មីតឡា យ៉ា annoy god តែ stun ក៏អត់ណាច់ ultimate ដែរណាគេបាញ់ ultimate ណា អត់តបានបាញ់គេគប់ចំបាទត្រូវមុនហើយបកកា in case ដែលយើងចង់លេងមួយឈុតមកវូអស់ឥឡូវយើងសម្រេចចិត្តរៀងពិបាកដែរតើលេងចង់ម៉ោងឬមួយក៏មិនឥឡូវខ្ញុំតែថា Hilda ល្អជាងឯនេះក៏ Romer Hilda បានបើក map បានមាន damage មាន damage វាយយកហ្មងនិយាយទៅ Hilda អាចវាយយកហ្មង zone គេចាញ់យកហ្មងនេះ1 2ចាញ់យកហ្មង Moscow មែន Moscow Hilda អាចអូខាង map គេអូហូយ Balrek អាយ៉ាបាទលោកគ្រូ Naga មានអារម្មណ៍ថាប្រិច pool hero របស់ទីឧត្តមច្រើនមែនតើមកកាប្រិចបានច្រើនណាបាទ last pick គេJungler គេដូចអស់ហើយក វិន Leo ដូចបាក់វាយអរេគេថាកវិនល្អបាទមានកវិនតែកវិនក៏រៀងពិបាកកម្បូនដែរណាគាត់តែការ damage មួយទៀតក្រៅពី Clot កម្មប៉ាបាទសិនជាលេងមកមាន Suyu លេង farm ប្រជ្រះ Fred យកមកអត់លេងវាយមួយទេបើ Leo ពិបាកលេង Leo ចាំបានបលែងទៅថតទី1ចាំចូលទៅថតទី2លេងប្រជ្រះ farm លេងប្រជ្រះវាយប្រជ្រះមកយេព្រោះបើលេង control ទៀតលេង farm ប្រជ្រះមែនលេង farm ប្រជ្រះEllis Jungler មែន Ellis Jungler ឃើញអត់ Ellis Jungler មែន Yeah maybe ណាគេឈ្មោះ Jungler មុនហ្នឹង maybe Ellis Jungler ព្រោះអាចគាត់សិក្សាដល់មែនបងកាអញ្ចឹងមកគាត់ ban Freya ណាបើបើ Freya មិនគេចេញមកមែនណាមិនដឹងហីវ៉ាវបាទលោកគ្រូ Naga និងលោកគ្រូ Bob បាទលោកគ្រូគេគិតដឹងបងឯងអង្គុយតាវិភាគការប្រកួតទៅបាននិយាយអធិប្បាយទៅបាននិយាយទៅដល់ណាយើងឆ្ងល់ដែរព្រោះ Ellis រៀងខូច flow របស់គាត់ការ farm គាត់យឺតបាទណែតែ Jungler Ellis Jungler ហ្នឹងឯង Bennett experience land យក Petrify ជុំ hero ចូល back line យើងឡើងសឹងតែទាំងអស់ហ្នឹងនេះគឺអត់តែ Selena ណាបាទ Bennett Ellis Atlas Clot សិតតែចូលដល់ back line គេចូលនិយាយទៅ hero គេមាន mobility ច្រើនណាគេចូលមកដល់ហ្មងពិបាកលេងគេគឺច័ន្ទមករាហ្នឹងឯងគាត់ឥឡូវ flick purify flick oh my god ចុះបើ Ellis ចូលដល់បាទតោះបាទអញ្ចឹងបាទអ្នកដែលទស្សនានៅក្នុងទីនេះផ្ទាល់សូមសម្លេងហូមួយមកបាទដើម្បីជាការគ្រប់គ្រងលើកទឹកចិត្តដល់ក្រុមអង្គរបរិយារបស់យើងដូចគ្នាផងដែរស្វាគមន៍មកកាន់ការប្រកួត Asian Qualifier ក្រុមកម្ពុជារបស់យើងប៉ះគ្នាជាមួយនឹង Myanmar នៅក្នុងវគ្គទី3បាទអ្នកឈ្នះមួយមុនអីដែរយើងបានមកបន្ទុកអីមកអញ្ចឹងនេះយើងមានទឹកមាត់លេបគឺដែររៀងតវ៉ាមួយគេបានដែរណាបងកាអូយកអានេះឈាមនេះស្អីគេអូយមើលអំបលឹមចង់ដឹងអាលីសហ្នឹងគាត់យកអំបលឹមអីយកមកលេងចាំង color ចង់និយាយចឹងមិនគាត់យក ice spawn ហ្នឹងឈាមយេហើយក៏យក Imsurate បាទតែយក attribute តែងយេបាទអាយ៉ាមកតេសចង់ងឹតមុខណាអេឡាតែប៉ាត់និយាយពីសាលីណាក៏មិនស្រួល clear ដែរណា Yes អត់ស្រួលទេបាទចូលប៉ា god មិនស្រួល clear បាទអញ្ចឹងបើតាមមើល flow frame របស់គាត់អាចនឹងយឺតប៉ុន្តែបើនិយាយពីការចូល control objective គេធំបាទគេធំច្រើន team fight គេធំនិយាយទៅ team fight គេនិយាយទៅយើងប្រយ័ត្នមក combo របស់គេដែរនិយាយអស់ចេះហ្មងតែយើងប្រយ័ត្នមក combo របស់គេ Atlas បោក Ellis ចងជើង Bennett តាចាក់យេបាទហ្នឹងធ្ងន់ណាស់មក ulti ហ្នឹងមក combo ហ្នឹងគឺល្ងឹតមុខឆឹងយកហ្មងបាទបើសិនជាការលេងដើមវគ្គរបស់យើងយកបានតថទី1ទៅហើយយើងលេងគ្រប់គេវិញអាចគ្រប់បានណាបើយើងមើលមក flat ណាព្រោះតថទី1%ដែលគេចូលមកយើងទទួលស្គាល់ថាគេធំប៉ុន្តែ Atlas មាន ultimate លេងជាមួយយើងចេះបងបើឲ្យយើងគ្រប់យើងរៀងពិបាកគ្រប់ដែរដោយសារយើង hero carry របស់យើងគឺចុងម៉ោងទាំងអស់យេបាទ Moscow និង God អញ្ចឹងយើងរៀងពិបាកគ្រប់គេដែរអញ្ចឹងខ្ញុំនិយាយថាបើសិនជាយើងសម្រេចចិត្តថាចង់លេងក្របគេអាចនឹងចេញ Granger មកអត់អញ្ចឹងយេមើលទៅយើងអត់ចង់បន្ថយដែរដូចខ្ញុំនិយាយឥឡូវhero snowball ឥឡូវយើងបាក់ថយហ្នឹងតែ fail ទៅបាទអត់មានឱកាស
បាទ បាទចឹងភ្លាមបោះស្តានមួយ check map ពីច័ន្ទមករាបាទ start ជាមួយថតទី1 Ellie របស់គេចង់ចូលមកតែនេះគ្នាក៏បានដែរចង់វាយខ្ញុំតែគេចូលចាប់4នាក់បុកតែមានកាំបោរបស់ក្រុមកម្ពុជារបស់អង្គនេះមួយដង2តែប៉ុណ្ណោះប៉ាប់សំដៃមួយដង2 double kill ចូលលើច័ន្ទមករាក៏ប៉ុន្តែថតទី1អូចូលយើងអូយអែចំណេញអូ my god mystic អឺ អូអត់អីបាទ តាមពិតមិញគេបើយើងនិយាយទៅគេចង់បញ្ញុកទៅយកច័ន្ទតាវ៉ាន់ពេកគេបញ្ញុកមកទាំង4នាក់មិញសិលណាគប់ចំគឺគេមកយកហ្មងបាទតែមិញមានណាមួយនាកមួយស្តាន់មកបាញ់អ៊ុលទីមេតសំខាន់បោក mastic gas បោះនេះនឹងបោះច័ន្ទមករានឹងចូលទាំង3 hero មិញបាទអូយ៉ាបាទមិញយើងដឹងtechnique គេដែរព្រោះមិញគ្រាន់ឃើញបោះអបបោះអាលីសហ្នឹងគឺយើងដឹងតែគេលោតចូលណាមួយសិលណាបោះស្តាន់ចំទៅលើច័ន្ទតាវ៉ាន់ផងមិញយេបើកនេះយើងថាបើថា timing នេះយើងយឺតបន្តិចបើសិនជាគាត់បើកតន់ខុសកាត់ឡើងហ្នឹងអាចនឹង block stand ហ្នឹងបានតែមិនអីទេបើមិញក៏យើងចំណេញដែរបានទាំងតថល2ដល់1បាទលឹបទេឡងដាច់ខ្សលហើយបងអូបាទអត់អី ultimate cooldown ពេញបាទ Beleric ហ្នឹងអត់លេងសើចណាវាយឡងមកវិញជា magic damage បាទអញ្ចឹងស្រូបបូលជាមួយនឹង map បំបញ្ញមិញតថទី1របស់យើងគឺគេអត់មានជាមួយនឹង ultimate របស់ Atlas ទេជាមួយលើកនេះក្នុងតថទី2គេនឹងមានជាមួយនឹង ultimate បោករបស់ Atlas តាមពិតទៅបំបញ្ញមិញបើក្នុងករណីដែល Moscow មក join team fight ក៏បានដែរតែគាត់អត់ចង់មកគាត់ថាជាមួយនឹងតថបំបញ្ញមិញគឺចំណេញមកគាត់ហើយអញ្ចឹងក៏គាត់នៅសង្ងំ farm វិញបបបាទតែទេមិនឈឺទេទីឧត្តមអាចយក Radiant មុនក៏បានដែរបើក្នុងករណីគាត់ចង់បាន Radiant ហ្មងណាRadiant ក៏បាន Dominance ក៏បានដែរបើក map បាទមកចៃនេះគឺបើក map គ្រប់កន្លែងតែម្ដងបាទសំខាន់ចាំមើលអេបាទគេបោះ check map ដូចគ្នាផងដែរបាទ control ធំដូចគ្នាបាទចៃបើក check map យកតែម្ដងជាមួយនឹង Selena ពីខាងមានមកបាទធួនជាប់បោះ stand អត់បញ្ហាទេបើកនេះយកជាមួយនឹង total ទី2បោកជាប់ឬបោកហ៊ានបោកនេះទេមិនហ៊ានបោកទេតែណាមិញជាមួយនឹងការចាប់total ទី2តែគេបានហើយតែណាមិញជាមួយនឹងការបាញ់មើលជាប់2នាក់តែម្ដងតែភ្លាមសំដៃមិនសិលណាមកកាត់ក្រោយបោកវាយ2នាក់បាត់បង់ជីវិតជាមួយនឹងមួយសល់ម្នាក់ទៀតមិនកុំវាយមួយដូរនឹងមួយតែម្ដង3ដូរនឹងមួយ total បានទៅលើមានមកបាទអត់អីទេបាទដូចនិយាយអញ្ចឹងនៅពេលដែលគេមាន Atlas level 4យើងបាក់លេងព្រោះ utility គេច្រើនពេក Atlas Selena Alice Bennett Data បាទអញ្ចឹងគឺពិបាកខ្លាំងមែនទេណាមួយ God របស់ច័ន្ទមករាមិញគាត់ដករៀងផុតបន្តិចដោយសារ Atlas បិទគាត់ហ៎អញ្ចឹងគាត់ដករៀងឆ្ងាយតិចគេដឹងថា position God អត់ដល់គេវាយយកបាត់អូសំខាន់ Selena បោះ stand ចំច័ន្ទតាវ៉ាន់បើអត់ចាំច័ន្ទតាវ៉ាន់ទេអាចនឹងបាន total ហ្នឹងមិញអូការដើរមក lane វិញចាញ់មានបញ្ហាណាទីឧត្តមអូល្អមែនបាទគាត់ដឹងមុន hack map ឲ្យពីច័ន្ទមករាអង្គុយបាក់មើលចឹងតឈោបាទនៅខាងលើមានការប៉ះកិច្ចគ្នារវាង goal lane និង goal lane ក៏គ្មាន rotation ពី mid lane ទៅរួចដែរព្រោះដោយសារមានការបិទជាប់គ្នាជាមួយនឹង goal trap SOD អូយអូយ low ដូចគ្នាបាទ low ដូចគ្នាណាមួយមិញ Atlas គេដកកចាំដែរចឹងគាត់មួយសិនអូបចាប់ជាប់តាទាវដល់មួយតែប៉ុណ្ណោះអាយ៉ាចាក់ ultimate free style បុកវាយតែប្រយ័ត្នគេបោកមួយទៀតច័ន្ទតាវ៉ាន់តែភ្លាមជាមួយទាវដំចុច spell ឈាមដេញវាយ flicker មកខាងក្រោយមេកងកំដៅបាត់បង់ឆ្វេងជាមួយទាវដំចោលពីលើនេះវាយមកចូលមកចាប់បានមួយវិញនេះប៉ុន្តែបោកវាយអត់មានមេទៅទេបាត់បង់ជីវិតមួយដង2តាមដល់ភ្លាមបាត់បង់បេនេតាកំឡោជាមួយការដេញវាយតទៀតដែរមួយយ៉ាងណាតែខាងលើមួយតនស្មាហ្វាមកវិញដូចគ្នាប៉ុន្តែកាយតកាចូលថ្នាក់ហើយបាទតែយើងដាច់T100 មួយខាងក្រោមបាទតែដាច់ចូលថ្នាក់យើងណាបងកាបាទតែមក team fight កន្លែង total នេះយើងអត់ spell ពីមេងកុងហើយនឹង flicker របស់មករាទេយើងទៅតលេងលឿនឬក៏អត់លេងបាទចាប់បែននេះតែខាងក្រោមធួនជាប់គេចាក់ស្គីទី1ដើម្បីដកថយវិញដូចគ្នាប៉ុន្តែភ្លាមចាំមើល team fight យ៉ាងម៉េចយ៉ាងម៉ាទេអត់ចង់វាយទេចាប់រៀងចាប់បាក់ចាប់តែផាវិនបើសិនជាផាវិនមកដាច់ turret SOD យ៉ាងមកបើសិនគាត់មកដាច់ turret Lọt đi mà tao đưa cho commit team fight thôi. Bà flip. Bà chẳng báo. Thôn muối mình can đói. Thật thò mới ní.
បងគេបងមកល្វែទៅលើចាន់តវ៉ាន់ចាក់មួយរីត្រីបានលើចាន់តវ៉ាន់តែភ្លាមជួយនឹងការដល់ថយអាចបាត់បង់ជាមួយទីតែមុននឹងបាត់បង់បាត់វាំងយកអត់បាត់ចូលវិញគ្នាបានមកដាក់កម្ដៅជាមួយនឹងការធួនចាប់ជាប់ជាមួយនឹងអេឡាប់តទៅវាយមួយអេឡាប់ហ្លីកាទៅណាមេកូបើនេះចាប់យ៉ាងណាទៅណាសាមដៃចាប់ដល់បាទវ៉ាវ៉ាសូឌីចំពេលវេលាមែនតើជាភាសាអូតូម៉េតយូសុកពេញចំពេលហ្នឹងហើយនឹងការ retribution របស់ច័ន្ទតវ៉ាន់បានល្អមែនទេគេបងមកល្វែរីត្រីឈ្នះអូ my god ណាមួយ Fred យើងដឹងស្រាប់ហើយអាចាក់រីត្រីនឹងឈឺពេកចាក់ពុះអើយចង់មួយណាក៏បានដែរបាទលួចបានអត់ត្រូវទៀតនិយាយទៅ stand ហ្នឹងត្រូវតែច័ន្ទតវ៉ាន់អូរីត្រីយកបាត់ហើយបាទគាត់រីត្រីគេរីត្រីគាត់រីត្រីគេរីត្រីដែរដឹងបានគេមិញមើលមិនទាន់ដែរបាទនៅខាងលើបាទបច្ចុប្បន្នកាលគឺយើងបានតរ៉េត midland គេយកបានតរ៉េតនៅខាងក្រោមបាទតរ៉េតខាងលើប៊ីនឹងដាច់ហើយមានអារម្មណ៍ថាគេចង់សូនយកតរ៉េតហ្នឹងឯងតែមើល position របស់គេហើយគេចង់បោកអត់មានបោកចង់សូនទេគេក៏សូនយក T1 ខាងលើយើងក៏ប្រឡែងដែរចង់បានប្រយោជន៍ទៅមិញល្អណាស់បើកាមកគេចាក់ទីឧត្តមហ្នឹងបើក ultimate សូឌីបុចមកទេមកហ្វាមលុយស្មើគ្នាមែនតើចុំវគ្គ3នេះគឺស្មើសាច់ហ៎បងកាស្មើសាច់យកមែនតើបាទពីចាន់តាវ៉ាន់ដើររកមែនទៅលើ Ben នៃតាដូចគ្នាប៉ុន្តែ Ben នៃតារៀងក្រដែរវគ្គនេះបងកាតាមតាល្វែដល់ទេ02ចាអានេះអត់ដឹងថាគេតេស្តផាច់មិនហីអានេះនិយាយទៅតែគ្រាន់ថាបើនៅពេលដែលគាត់យក Ellis ចឹងមានអារម្មណ៍ថាខាត ability មួយមិនថាខាតសមត្ថភាពរបស់ Myanmar មួយដែលចាំងឥឡូវគាត់ប្រកែលួចណាបាទគាត់មិនបានលួចអីទេឥឡូវនេះគាត់មិនបានលួចទេហ្មងដោយសារតែ Hero Ellis យើងទៅលួចគេមិនប្រហែលណាអានេះបើខ្ញុំគិតមើលផ្លូវនេះតែបើថាតារ៉ាស់មែនបើយើងគិតទៅលើការ control objective Hero គេគឺសម្បូរទៅដោយ utility បាទអញ្ចឹងខ្ញុំមើលជាមួយនឹង Lord មួយនេះអាចនឹងទៅជាអំណាចទៅជា Lord ទី1នៅក្នុង9នាទីផងដែរនៅខាងលើមានការ split ខ្លាំងមែនទែនមានអារម្មណ៍ថា Cloud របស់គេគឺគេចង់តែមាន3នាទី combo សិនមកគេ join team fight 3នាទី combo គឺមានជាមួយនឹង Cross Sensei Demon Hunter និង Golden Staff របស់គាត់ផងដែរបាទវត្តមានរបស់ Cloud ដូចជាមក Midland បានមុនប៉ុន្តែយើងមានជាមួយនឹង SOT បាទ Ultimate របស់ Pavin អាច join team fight បានណាមកច័ន្ទវ៉ាន់មាន Ultimate មកវិញហើយបាទអត់អីនោះទេបាទឲ្យតែមាន stack គឺពុះបាន spell ឈាមមាន spell ណាក៏មាន spell គេក៏មាន ultimate គេក៏មានយើងក៏មានអេ Midland ណាគេមិនគេចាប់ជាប់អ្នកណាគេអញចាប់ជាប់ទៅលើ Pavin បាត់ទៅហើយ No គាត់អត់តាមសិនណាអត់ទេគាត់ដើរមកមិញទាំងបាត់ map គេហ្នឹងហ្នឹងហើយគាត់ដើរមកតែចាំខ្ញុំ SOD ទៅបានហើយមិនមកទេគាត់ farm ទៅលើសិនទៅគ្នាគាត់ check map ឲ្យ Lord ទី1នេះយ៉ាងម៉េចយ៉ាងមកឲ្យជាមួយនឹង Atlas កំដៅតែបូកវាយលើ Ellie យកតាមដល់បានបងជាមួយនឹង Ellie គេបូកជាមួយនឹង Chan Makra មាន Flicker ដែរ shot ជាមួយនឹង Chan Makra ដោនអូខេបូកហើយនេះចុះជួយនឹង Cloud វាយបន្តទៀតដូចនេះសាបេនតាមអត់បញ្ញាទេព្រួយភ្លាមតែដកយក Lord វិញដូចនេះពីក្រុមកម្ពុជារបស់យើង Oh my god មេកុងធ្វើគ្រប់បែបយ៉ាងសម្រាប់ក្រុមអង្គរបារីអេ check map ផង check map ផងមេកុង check map ទៀតហើយមេកុងធ្វើគ្រប់រឿងគ្រប់យ៉ាង Oh my god បាទមេកុងនេះដល់ហើយថ្ងៃនេះបាទថ្ងៃជោគថ្ងៃឆ្កៃថ្ងៃសេរីសួស្ដីរបស់មេកុងបាទល្អមែនតើឡើងក្រេកនេះក្រឹកលុយការាំងក្រឹកដែរ Lord ទី1គឺជា Lord របស់ក្រុមកម្ពុជាអង្គរវ៉ារីទោះជាបាត់បង់ Dolan ប៉ុន្តែការបដូរស្ថានភាពត្រឡប់មកវិញអូខ្លាំងមែនតើពីមេកុងនិងច័ន្ទតវ៉ាន់2នាក់មិញគេ duo បាទផ្ទះដៃគ្នាចេញចូលល្អខ្លាំងមែនតើបាទចាំឥឡូវ10នាទីការនាំមុខ 1K 10 kill ទៅនឹង7 kill ពីកម្ពុជាបណ្ណា Lord ទី1ចេញមកពី Midland ទីឧត្តមបាទទីឧត្តមលេងទៅលើ hero នេះក៏មិនណយដែរនេះបាទការប្រតិគូល hero នេះក៏ល្អដែរបាទមានអារម្មណ៍ថាដូចដែលយើងបានវិភាគសាគ្នាអញ្ចឹងបន្ទាប់ពីបញ្ចប់វគ្គទី1និងវគ្គទី2លោកគ្រូ Naga និង Bob គាត់បាននិយាយច្រើនទៅលើកូនក្រុមរបស់គាត់ណា Yes ប៉ុន្តែគាត់ថាមិនតន់ឥតចោះទេមិនតន់ឥតចោះឡើយទេនៅបន្តិចទៀតបាទភ្លាមយកទៀតទូ Lord នេះបានអីខ្លះបាទ T3 T2 បានទាំងពីរផ្លូវអូអត់បានមកផ្លូវទៀតទេខាងក្រោមមាន Benedetta កាក់បាត់ហើយអេបោកបាយយកតាមជាមួយនឹងការដល់ឆាប់ជាប់4ឡូតែភ្លាមជាមួយនឹង Atlas មួយនេះអាចចាប់ជាមួយ Makra Flicker Retry មួយដកថយតែប៉ុណ្ណោះបាទអត់ហ៊ានបាយទេព្រោះមិញគេញុកដល់មាត់ Makra ពេកបាទ Makra មិញគាត់មើលដែរស្ថានភាពមួយហ្នឹងបើសិនក្នុងករណីដែលបោកទៅអត់មានអ្នកបោកក៏គាត់ចង់ flick តែសារមិញហ្នឹងគឺមាន Elite ខិតមកណែគេ clear lane ហើយស្រាប់ឯហ្នឹងមិញគេចាំតែបោកជាប់គេទៅតែគាត់ flick ផុតបាទការទប់ជាមួយនឹង seal នៅ Midland របស់ខាងមានម៉ាមិញក៏ល្អដែរ Midland បើក map ពីទីឧត្តមមួយទីឧត្តម
បាទមកឲ្យជាមួយនឹងការបោះស្តា អេ អូ អូ នេះតនឹងតអត់មានអូតូម៉េទេអញបាត់បង់ជីវិតមែនទេតែមិនគង់កម្លាំង SOD ក៏ប្រចាំវាយអ្នកបែកឡាញចាប់ខ្លោតដល់មិនគង់វាយខ្លោតនឹងមកចាប់តែណាមិនអត់មានលីមីត follow up ទេបាត់បង់ជីវិតជាមួយនឹងមួយតែម្ដងដេញបាត់ដល់ទៅសិលណា flicker ចាំតែបានដេញចាក់ធួនមួយចាប់ជាប់ពុះដល់ជូនអូនបាត់បង់ជីវិតជាមួយនឹង Selina បាត់ទៅហើយ បាទរត់មួយសល់មួយបាទជំរាបសួរបាទបាទខ្ញុំបាទគឺតាវ៉ាន់មកចាប់បានជាមួយនឹង Selina មួយរត់ទៅណាមិនរួចនោះទេ បាទ មានអារម្មណ៍ថាមានម៉ែទៅខ្ញុំនិយាយអត់មានថានៅពេលដែលគាត់យកអាលីសមកគាត់រៀងលីមីត អត់មាន ត្រា ទេ ស់ មេ គាត់ ចាំមកការ៉ា Let's do it បាយតែយកតាមនៅវិញណាតែលេងតាមដៃអត់បញ្ហាទេមាននឹងកកាមកមួយសិនយក T3 ខាងលើយកខាងលើមកសិនមកយកខាងលើមួយសិនមកផាវិនបាយតតែអត់ខ្វល់ទេអ្នកណាចង់ធ្វើទៅផាវិនថាខ្ញុំខ្វល់ខ្ញុំគាត់តតែព្រោះបាយតែបានឈ្នះ ពីផ្លូវពីក្រុមកម្ពុជាមកកំបោមីស្ទីកស្តានពីច័ន្ទមករាមបាញ់មាញ់បញ្ចោះក្តីស្រមៃរបស់មីម៉ែនៅកាចង់ទប់ផ្ទះពីផ្លូវមួយចំណេញខ្លាំងមែនតើគឺដាច់ជាស៊ីនៅខាងលើលតកាត់នៅខាងក្រោមមាញ់អស់ហើយអស់ទាំងអុលទីមេតអាចមានវិញតន់ flicker ពី Atlas និង Selina មិនមានទៀតនោះទេในការចូលជាមួយនឹង Lord មួយនេះបាទជាមួយនឹង Lord ទី2 5វិនាទីទៀតកាន់មក លីតបាទឡតមួយនេះយើងលេងតែដាក់គំនាបយកតែ minion pressure ក៏ឈ្នះដែរ បាទ Lord Spawn ចាញ់មកហើយជាមួយនឹងការ zone Lord ការបើក map ពី Selina ក៏មិនណយដែរគុំ បាទដាក់ចៃ ព្រិច មា ហ្នឹង នកងចន់ចៃមានកងចន់ចៃអត់ចន់ចៃទេគេឃើញ map ដែរឧត្តមមួយឧត្តមមួយគេវាយឈឺឧត្តមមួយសិនបាទមួយសិនមកមួយសិនមកចាំប៉ាត់មកស្កៅបោះផាវិន អាចទៅលើបាន អត់ទេបើសិនជាគាត់ទៅអត់មានអ្នក spam ដូចខ្ញុំនិយាយយ៉ាងអញ្ចឹងមិនមូលហេតុតែថៃបងខ្ញុំថានៅពេលដែល control objective ខ្លោតធំជាងគេ Yeah ដោយសារខ្លោតនៅ team fight ហើយគាត់វាយបើសិនតាវាយឡតលឿន Yeah បាទ Yeah ទេឧត្តមគេតែឈាមលោហើ អូ យ មីនេះនៅខាងលើ បែរនៅតាចេញវាយបែរនៅតាចេញវាយតាបែរនៅតាឃ្លៀនឡើងគឺវាយយកមកវាយយកដល់ឡពីក្រុមកម្ពុជារបស់យើងបែរនេះមេកងដេញឡកជាមួយនឹងខ្លោតឬមួយយ៉ាងណាបែរនេះច្បាស់អត់ទេយើងខំយកឡតឡតវិញនេះគឺជាចូលវាយទៅនេះចូលមកបោកវាយដែរមួយយ៉ាងណាជាមួយនឹងការបោកមិនចេញទេអត់ចង់បោកតែភ្លាមជាមួយនឹងក្បែរក៏ចុចទៅបែរបោកវាយយកតាមជាមួយនឹងកោវាយខ្លោតទៅទៀងតែជាមួយយ៉ាងណាភ្លាមជាមួយនឹងផានបានកាយតទៅនឹងប្រកាយត្រាវាយមកពីក្រុមកម្ពុជារបស់យើងមកហើយជាមួយលោកនេះតែជាងណាអត់មានជួយវាយទេវាយទាំងមកវាយទេចៃជំនះក៏បាននៅលើក្រុមកម្ពុជា Oh my god បាទវគ្គមួយគ្រាន់តែតេស្តសមត្ថភាពតែប៉ុណ្ណោះវគ្គទី2រកឃើញនៅខ្លួនឯងវគ្គទី3ដោយបានភាសាក្រុមអង្គររបស់កម្ពុជារបស់យើងនៅទទួលបានជ័យជំនះផងដែរមិនឲ្យអ្នកគ្រប់គ្រងអោនសពចិត្តទេការប្រកួតទី1នៅតែរកជ័យជំនះជូនទៅនឹងអ្នកគ្រប់គ្រងរបស់ក្រុមកម្ពុជារបស់យើងទាំងអស់គ្នាអូយ watch party នេះ